ជំរាបសួរពុកម៉ែបងប្អូនអ្នករៀនទាំងអស់គ្នាថ្ងៃនេះយើងនឹងអានរឿងខ្នាតធំយើងក្នុងរឿងរបស់យើងនេះគឺយើងរំលឹកពីមេរៀនចាស់ៗពីមុនអញ្ចឹងកុំឲ្យខាត់ពេលយូរតោះចាប់ផ្ដើមអូខេមុននឹងយើងអានរឿងដ៏វែងអនឡាញនេះគឺយើងត្រូវមើលសំឡេងរបស់អក្សរយើងដែលសំឡេងដែលអក្សរ2ចូលគ្នាប៉ុន្តែមានសំឡេងតែមួយអ្នកទាំងអស់គ្នាត្រូវចាំបើសិនជាអ្នកទាំងអស់គ្នាអត់ចាំទេពេលដែលអានគឺពិបាកគណៈបើយើងចាំសំឡេងរបស់អក្សរអស់ហើយពេលយើងអានគឺស្រួលអូខេអញ្ចឹងយើងមើល TH វីដេអូមុនគឺសំឡេងរបស់វា TH WH សំឡេងរបស់វាគឺ W ដូច W PH សំឡេងរបស់វាមាន2មាន P ហើយនឹង F ដូចអក្សរ F តែនៅក្នុងមេរៀននេះគឺយើងផ្ដោតសំខាន់ទៅលើអក្សរ F សំឡេង F PH គឺ F CK សំឡេងរបស់វាគឺ K SW SW S and W SW Q ហើយនឹង U អ្នកនរត្រូវចាំ Q និង U គឺនៅជាមួយគ្នារហូតសំឡេងរបស់វាគឺ Q NG សំឡេងរបស់វាគឺ NK សំឡេងរបស់វាគឺ GR G R G and R E ពីរដងគឺសំឡេង E តែបើ E តែមួយគឺសំឡេងវា S អូខេអញ្ចឹងយើងមើលរឿងរបស់យើងអ្នកនរគ្នារៀនអានសិនអូខេតោះចាប់ដើមខ្ញុំអត់អានទេអញ្ចឹងខ្ញុំប្រាប់អ្នកនរគ្នា the man the man នេះប្រែថាមនុស្សប្រុសប្រែថាបុរស the man សំដៅលើមនុស្សប្រុស the man is on the man is on the នេះ CH វីដេអូមុនសលេងគេ CH គឺសលេងរបស់វាគឺដូចយើងដេញមាន់ណាទាំងអស់គ្នាឬក៏យើងអោយកូនក្មេងអោយណាស់ស្ងាត់ចឹង ship នឹងប្រែថាសំប៉ោអ្នកទាំងអស់គ្នាអញ្ចឹងមានបរិសម្នាក់នៅលើសំប៉ោមានបរិសម្នាក់នៅលើសំប៉ោ the ship is នេះ WH គឺស្លេងរបស់វា verb I នេះ I មាន IE គឺ I បើតែបើអត់មាន E នៅក្រោយទេ verb eater with តែពេលមាន E ស្លេង I ហ្នឹងជាស្លេងវែងស្លេងរបស់វាគឺ I verb I white យើងថាអាន white the ship is white សំប៉ោនោះគឺពណ៌សសំប៉ោនោះគឺពណ៌សអញ្ចឹងបរិសម្នាក់នៅលើសំប៉ោហើយសំប៉ោនោះគឺពណ៌ស the man on the white ship her answer has នេះអានេះរឿងយូរហើយពាក្យនេះនៅវីដេអូមុនរឿងឆ្ងាយដែរឡើយ per o នេះ per o លើ pole នឹងដងបើយើងនិយាយពីនេះតង់ជាតិមែនអត់អ្នកនរឬក៏តង់អីចឹងនេះ pole នេះដងរបស់វាឬក៏នេះយើងប្រែថាបង្គោលអូខេអញ្ចឹងយើងមិនដាក់អីទេចេះមកយ៉ាទៅបង្គោលអ្នកថាបង្គោលឈើអីចឹងណាអូខេ the man on the white ship has a pole បរោះដែលនៅលើសំប៉ោពើសនោះគឺមានបង្គោលមួយដងឈើដ៏វែងមួយដងឈើមួយទិនវែង the pole is long the pole is លើអស់long the pole is long បង្គោលឈើនោះគឺវែងទាំងអស់គ្នាវែង the man with នេះអានថា with នេះ TH មាន what is with the man with the pole once អានេះអានថា once ប្រែថាចង់ to នេះ catch នេះ CH ឈអូហូខ្ញុំអត់បានទៅសេដាក់ក្នុងនេះសោះ CH catch the man with the pole wants to catch fish
bộ rắc đều miên bằng cô chưa nút trắng tấu chặt tray trong chặt tray mình trong tôi chặt cái cận nó lư sầm bao sạch hơi nó lư sầm một sạch hơi chứ còn trong chặt tray để sao cận miền nào cô chướng thì cô chặt tray nữa anh còn từ catch fish the whale sees gì này whale video môn đấy w h vợ e là whale bể thá tray baleine sea đây là về để xây lên tầm mùi chứ singular chứ cái tàu s tàu lơ cái giá sắm the whale sees và mình s thì ăn sea đây là về mình s thì ăn seas the whale sees the white ship trai bà lên núng bán khơi sầm bao bơ so nó hơi trai bà lên khơi sầm bao bơ so hơi dạ trai bà lên thấy hay chưa chấp luôn nhá the whale sees the long pole dạ the whale sees the long pole trai bà lên khơi bằng cô chơi đầu viên nụ hơi okay the what's that xong tôi này từng học kia cứ whale mình sẽ có WH yeah the whale is at mad mình là khẩn tại bà lên khơi nhà bà cô chơi nụ hơi tại bà lên khẩn cực thằng phải chỉ một chập luôn anh chứ nè look nè u bị đó look at the pole tại bà lên mơ tàu bằng cô nụ the man smiles nè mình muốn sơn mất ai đó smiles bộ răng nút có sợi chấm đợi lại khả khơi tray hay kỳ là bạn nhớ thế này nè the man sings a song yes bài chất này nè so English sing nè so English sings the man sings a song bộ răng nút có chương trình riêng mũi bọt nhé the man catches a whale bộ răng nút người kháchคือnhớ từng ở kia kháchจะ es โดยសារតែkháchនឹងប្រើជាមួយនឹង singular មាន he she it ឬក៏ឈ្មោះអីនឹងដែលម្នាក់និយាយទៅ singular subject ដូចជា he she it ឬក៏វត្ថុអីដែលមានតែមួយជាត្រូវ s ឬក៏ es ទៅលើកិរិយាសព្ទអញ្ចឹង the man catches a whale មករស់នោះអត់បានចាប់ត្រីបាឡេតបានទេគឺចាប់បានកង់ឡានកង់ម៉ូតូអាសម្បកកង់ចាស់អីហ្នឹងណានេះ catches a whale the man catches a brush brush យើងរៀនរួចហើយបើរើbrush ចាប់បានអាស្និតណាអ្នកនរគ្នាក្រាស់សិតសក់អាគេជិះគេចាស់ដូចតែយើងបោះចូលក្នុងទឹកអីនោះទៅបរោះនោះគេចាប់បានក្រាស់សិតសក់គេជិះគេចាស់អីទៅ the man catches a stone អូសួយហើយបរោះនេះnè sir and testerណា stone បរោះនោះចាប់បានដុំថ្មចាប់បានដុំថ្ម the man is mad ខឹងហើយចាប់ត្រីមិនបានតែដុំថ្មបានតែកង់ឡានបានតែក្រាស់សិតសក់ហើយចាប់ដុំខឹងហើយ the man is mad the whale is glad កាន់លើglad the whale is glad ចឹងត្រី Valen ក៏វិញទៅចឹងចុងចប់អ្នកណាអ្នក sad គឺបរោះទេ the man ដំបូង the man គេមាននួតណាគេថាអូគេមានបង្គោលចាប់ត្រីបង្គោលឈើចាក់ត្រីអីទៅវិញហើយចឹងគេច្បាស់ជាចាប់ត្រីបានយល់ហើយ Valen នោះគ្នាភ័យខ្លាចតែត្រូវបានបរោះនោះចាប់តែចុងបញ្ចប់គឺបរោះនោះចាប់អត់បានអីទេចាប់បានតែគេ brush stone and wheel and then the whale is glad អូខេអញ្ចឹងក្នុងរឿងនេះមានពាក្យច្រើនអ្នកទាំងអស់គ្នាបើសិនជាមានពាក្យណាដែលអ្នកទាំងអស់គ្នាអត់ទៅបានឆ្ងល់ឬក៏អត់ទាន់ស្គាល់ទេអ្នកទាំងអស់គ្នាអាច comment ខាងក្រោមសួរបានបើសិនជាចូលចិត្តវីដេអូរបស់ខ្ញុំសូមអ្នកទាំងអស់គ្នាជួយ share ឬក៏ subscribe ឬក៏ like អ្នកមួយថាអរគុណច្រើនជម្រាបលា